ហេតុអ្វីបានជារូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី7គ្មានព្រះហស្ថទាំងសងខាងនិងមានឆែកព្រះកេសបានជារូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី7ពុំមានព្រះហស្ថទាំងសងខាងនិងឆែកព្រះកេសនោះគឺទី1ដោយសារបុព្វហេតុប្រវត្តិសាស្ត្រនៅពេលខ្មែររួចចាកផុតពីសង្គ្រាមខ្មែរយើងមានអ្នកអភិរក្សវត្ថុបុរាណនិងប្រវត្តិសាស្ត្របានប្រទះឃើញរូបសំណាកបដិមានេះមានលក្ខណៈបែកបាក់ស្រាប់ទៅហើយដោយបាត់ព្រះហស្ថទាំងពីរនិងឆែកព្រះកេសដោយរកបំណែកនោះមកប៉ះពើវិញមិនបានគេក៏សម្រេចទុកជាលក្ខណៈដើមទាំងស្រុងទៅទី2បុព្វហេតុសាសនាការដំឡើយព្រះបាទជ័យវរ្ម័នទី7កាន់សាសនាព្រាហ្មណ៍ដែលមានឫទ្ធិអំណាចខ្លាំងក្រៃប្រទេសជាតិមានការរីកចម្រើនទំហំទឹកដីធំមហិមាប៉ុន្តែក្រោយពីព្រះអង្គរៀបអភិសេកជាមួយព្រះនាងឥន្ទ្រទេវីមកព្រះអង្គបែរមកកាន់ព្រះពុទ្ធសាសនាវិញលែងមានមហិច្ឆតាពង្រីកទឹកដីទម្លាក់ដាវឈប់បង្ហូរឈាមបែរជាគ្រាន់តែការពារទឹកដីនិងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនវិញដែលជាហេតុធ្វើឲ្យកូនចៅព្រះអង្គដែលមានជំនឿស៊ុបលើព្រាហ្មណ៍សាសនានោះមិនសប្បាយចិត្តនឹងព្រះអង្គក៏លួចវាយបំបាក់រាល់រូបសំណាកព្រះអង្គឲ្យដាច់បាត់ព្រះហស្ថទាំងសងខាងដោយពួកគេយល់ថាព្រះបាទជ័យវរ្ម័នទី7លែងធ្វើសង្គ្រាមទៀតហើយទុកព្រះហស្ថធ្វើអីកាត់ចោលទៅរីឯព្រះកេសឆែបវិញគឺពួកគេយល់ថាពីមុនពូកែគិតតែឥឡូវលែងចេះគិតហើយព្រោះតែស្រីពួកគេវាយឲ្យឆែបទៅទី3បុព្វហេតុសង្គ្រាមនៅពេលមានសង្គ្រាមចម្បាំងម្ដងគូសត្រូវព្រះអង្គមានដូចជាចាមជ្វាលាវសៀមមិនដែលយកឈ្នះលើព្រះអង្គឡើយពួកគេតែងចិញ្ចឹមចិត្តសងសឹកជាមួយព្រះអង្គជាអកុសលពេលដែលព្រះអង្គចូលទីបង្គត់ពួកសត្រូវទាំងនោះមកវាយប្រហារខ្មែរស្ទើរទាំងស្រុងចំណែករូបបដិមាព្រះបាទជ័យវរ្ម័នទី7វិញពួកគេបានវាយបំបាក់ព្រះហស្ថទាំងសងខាងព្រោះយល់ថាព្រះហស្ថនេះហើយដែលធ្វើឲ្យពួកវាចាញ់ហើយសម្លាប់ពួកវាអស់ច្រើនណាស់ដូច្នេះគួរតែកម្ចាត់ចោលរីឯព្រះកេសវិញពួកវាបានវាយឲ្យឆែបព្រោះយល់ថាព្រះកេសនេះហើយពូកែគិតពូកែល្បិចក្នុងសឹកសង្គ្រាមជាមួយពួកវាដូច្នេះត្រូវតែកម្ទេចចោលបច្ចុប្បន្នកំពុងមានការវេញែកគ្នាដោយខាងក្រោមគឺគណៈកម្មការត្រួតត្រងអរិយធម៌ខ្មែរមានគម្រោងស្នើសុំទៅក្រសួងវប្បធម៌ដើម្បីឲ្យមានការទទួលស្គាល់នៅការសាងសង់រូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី7ដោយមានព្រះហស្ថទាំងសងខាងគម្រោងនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងអ្នកអភិរក្សវត្ថុបុរាណនិងអ្នកប្រវត្តិសាស្ត្របន្ទាប់ពីកិច្ចប្រជុំរយៈពេល1ថ្ងៃគណៈកម្មាធិការត្រួតត្រងអរិយធម៌ខ្មែរបានឲ្យដឹងថាគេគ្រោងនឹងធ្វើការស្នើសុំទៅក្រសួងវប្បធម៌ឲ្យមានការទទួលស្គាល់នៅការសាងសង់រូបសំណាកព្រះបាទជ័យវរ្ម័នទី7ដោយមានព្រះហស្ថទាំងពីរឡើងវិញដើម្បីឲ្យព្រះអង្គមានលក្ខណៈពេញលេញស័ក្តិសមជាអតីតវីរៈបុរសមហាក្សត្រខ្មែរលោកមឿនសុនតំណាងគណៈកម្មការនេះបានមានប្រសាសន៍ថាការដាក់តាំងរូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី7ដោយការបែកបាក់យ៉ាងដូចនេះនាំឲ្យមានការរិះគន់នៅអតីតកាលរបស់កម្ពុជាថាជាប្រទេសអន់ថយហេតុអ្វីបានព្រះហស្ថរបស់ព្រះអង្គត្រូវគេកាត់ចោលចំណែកលោករស់ចន្ទ្រាបុត្រអនុប្រធានរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថាការលើកឡើងនេះពីព្រោះដើម្បីរក្សានូវកិត្តិនាមនិងកិត្តិយសរបស់ព្រះអង្គនិងដើម្បីកុំឲ្យខូចប្រវត្តិរបស់ខ្មែរលោកបានបញ្ជាក់ថាគម្រោងនេះចង់ឲ្យមានការយល់ព្រមពីក្រសួងវប្បធម៌សម្រាប់ការសាងសង់រូបសំណាកព្រះបាទជ័យវរ្ម័នទី7នាពេលក្រោយប៉ុន្តែបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌បានចាត់ទុកថានោះជាការស្រមើសម័យដែលខុសទាំងស្រុងទៅនឹងការអភិរក្សវត្ថុបុរាណនិងប្រវត្តិសាស្ត្រមន្ត្រីដដែលបានឲ្យដឹងថារូបព្រះបាទជ័យវរ្ម័នទី7ត្រូវបានរកឃើញដំបូងពុំមានដៃទាំងពីរដូច្នេះលុត្រាតែគេអាចរកដៃទាំងពីររបស់ព្រះអង្គឃើញទើបអាចធ្វើដូច្នេះបានលោកបានបញ្ជាក់ថាគេមិនអាចដាក់ដៃឲ្យព្រះអង្គតាមការនឹកឃើញនោះទេទោះបីជាយ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ដដែលបានឲ្យដឹងថានៅពុំទាន់មានច្បាប់ហាម5ការសាងសង់រូបសំណាកព្រះអង្គដោយមានដៃឬអត់ដៃនោះទេចំណែកគណៈកម្មការត្រួតត្រងអរិយធម៌ខ្មែរវិញបានឲ្យដឹងថារូបសំណាកមិនពេញលក្ខណៈនេះកើតឡើងដោយសារសង្គ្រាមនិងពេលវេលាដូច្នេះគេគួរតែកែលម្អដើម្បីឲ្យព្រះអង្គក្លាយជាស្ដេចពេញលក្ខណៈវិញ